នេះគឺជាដីកម្ប៉ុស្តដែលយើងបានលាយហើយដំបងឡើយដើម្បីឲ្យបានដីកម្ប៉ុស្តល្អបែបនេះគឺយើងត្រូវតែរក្សាស្តុកជាមួយនឹងកាកសំណល់ផ្ទះបាយជាច្រើនដាក់នៅក្នុងរណ្ដៅជាមួយនឹងស្លឹកកម្ទីស្លឹកឈើបន្ទាប់មកយើងកាយវាយកមកប្រើប្រាស់ដែលវាមានសភាពជាមួយនឹងសម្រាមរញ៉េរញ៉ៃអញ្ចឹងវិធីដែលយើងធ្វើឲ្យវាល្អិតល្អគឺយើងប្រើប្រាស់ជាមួយនឹងកញ្ច្រែងដែលមានចន្លោះប្រហោងសមល្មមនៅក្នុងការដែលយើងយកកម្ទីដែលរលួយដែលយើងដាក់នៅក្នុងរណ្ដៅដែលវាត្រូវជាមួយនឹងកម្ដៅថ្ងៃហើយវាបំបែកបានទៅជាជីកម្ប៉ុស្តដែលល្អហើយដើម្បីឲ្យវាល្អបន្តទៀតនោះគឺយើងយកកញ្ច្រែងដើម្បីយកមករែងឲ្យវាតូចល្អិតស្អាតដើម្បីយកទៅលាយដាំជាមួយនឹងដំណាំនេះគឺជាវិធីសាស្ត្រមួយដែលខ្ញុំតែងតែអនុវត្តឲ្យបានដីដែលល្អងាយស្រួលយកទៅដាំដំណាំនៅពេលដែលយើងបានគឺវាមានសភាពបែបនេះជាមួយនឹងអង្កាមដែលធ្វើឲ្យដីកម្ប៉ុស្តរបស់យើងនឹងធូរនៅពេលដែលយើងលាយដាំដំណាំគឺវាធ្វើឲ្យដំណាំយើងលូតលាស់បានល្អជាពិសេសគឺឫសដំណាំមានសភាពរឹងមាំហើយលូតឫសបានលឿនអញ្ចឹងបងប្អូនត្រូវតែចេះធ្វើដីកម្ប៉ុស្តបែបនេះដើម្បីឲ្យដំណាំយើងទទួលបានផលបន្ទាប់មកគឺយើងយកវាមករួយនៅតាមគល់ដំណាំមួយអាទិត្យរួយម្ដងទៅវាធ្វើឲ្យដីយើងធូរខ្លាំងមែនទែនដោយសារតែដីកម្ប៉ុស្តយើងនេះវាសម្បូរសារធាតុផ្សេងដែលនាំឲ្យចន្លេនបាទមាននៅក្នុងដីច្រើនដែលធ្វើឲ្យដីយើងធូរជាពិសេសមានជាមួយនឹងកម្ទេចអង្កាមដែលធ្វើឲ្យដីយើងធូរមានខ្យល់អុកស៊ីហ្សែនចេញចូលហើយយើងអាចរួយជាមួយនឹងដំណាំមួយអាទិត្យម្ដងទៅហើយយើងស្រោចទឹកជោគទៅគឺដីនឹងគឺចូលជាមួយនឹងដីដែលយើងដាំផ្ទាល់ជាមួយនឹងដំណាំដែលធ្វើឲ្យដំណាំយើងបានល្អ